បាទថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលកន្លែងនេះគេហៅចេទីអីមុតានេះឈ្មោះគេដាក់ទៅនេះអញ្ចឹងចេញដំណើរទៅកន្លែងនេះហើយឆ្លៀតចេញដំណើរទៅនេះឆ្លៀតបានថតតាមផ្លូវឲ្យបងប្អូនមើលទីសភាពតែបើកនៅលើផ្លូវលបឿនលឿនគេឆ្លៀតមានឡានស្ទះទៅពីផ្លូវដែលធម្មតាស្ទះតែពេលនេះផ្លូវលបឿនលឿនគេតែវាមានស្ទះមានផ្លូវទៅគឺផ្លូវលបឿនលឿនដូចតែមានស្ទះមិនស្មានតែមានគ្រោះថ្នាក់នៅក្នុងមុខហើយក៏ពិតអត់មានទេតែខ្ញុំតែឃើញតែមិនឃើញតែពេលคลิปมันថតអីបងប្អូនមើលហើយចាំទៅដល់កន្លែងដែលមុនខ្ញុំចៅមើលមាញ់ដល់កន្លែងនេះខ្ញុំទៅមើលកន្លែងមាញ់បណ្ឌិតថតយ៉ាងយូរបន្តិចផ្លូវឆ្ងាយទៅផ្លូវមិនសូវជំរឿនច្រើនប្រហែលទេទៅហើយវត្តទៅចិត្តដីហ្នឹងពេលយើងទៅហ្នឹងយើងត្រូវជិះទូកឆ្លងដៃទន្លេអស់3បាតទាំងទៅទាំងមកទៅ3បាតឆ្លងវិញ3បាតជិះទូកហើយដៃទន្លេនេះគំរែកទៅ2ហើយចិត្តដីគេហ្នឹងនៅចំផ្លូវកណ្ដាលដែលគេបំពេញហើយដូចនៅក្នុងលើកោះបើអ្នកដែលធ្លាប់ទៅលេងអាចដល់វិញខ្ញុំទៅលើកដំបូងណាខ្ញុំទៅពេលនាំទៅគេហៅទៅហើយបាន skill ដូចជាកន្លែងទៅឡើងបានគេចូលចិត្តទៅមើលអាកាសចាស់ចូលទៅកន្លែងនេះទៅចូលវត្តមួយណាដូចវត្តមួយណាមានតែលក់អីហូបក្នុងវត្តគេខ្លាចជាកន្លែងលក់អីវ៉ាន់តែឃើញដើរចូលវត្តណាក៏ដូចវត្តណាអត់ដូចខ្មែរយើងទេអញ្ចឹងហើយបានខ្ញុំថតឲ្យមើលទៅជាអនុស្សាវរីយ៍ដែរបាននៅស្រុកគេដែរបានដើរលេងបានថតទុកអនុស្សាវរីយ៍ចំការឯណាដែលយើងបានទុកពីហើយកុំភ្លេចកុំបាត់ការចងចាំនេះការចងចាំនៅស្រុកមកស្រុកគេអាចដើរមើលហើយនៅកន្លែងគេគេដើរទៅមួយថានៅទីស្រុកគេដែលបានដើរទៅណាទៅណីសម្រាប់គេមានឡានយើងជិះឡានតាមឡានគេហើយទៅបានដើរលេងមិនគិតនេះចេញពីធ្វើការแล้วមិនក៏ទៅបានដើរលេងអញ្ចឹងបងប្អូនណាមកមើលកន្លែងចេតៃយើងនេះកន្លែងចេតៃគេមើលបានទេថតបានតិចដែរហើយនេះមកខាងក្រោយនេះគឺខ្ញុំដើរហួសមកនេះមកមើលគេអុំទុកអានេះគេមានខៅទុកទៅដែរគេជិះម្នាក់មួយឃើញចេះចុះចេះលើហ្នឹងហើយវាក៏បានតែប៉ុណ្្នឹងឯងថតឲ្យបងប្អូនមើលប៉ុន្តែនៅក្រោមនេះសតត្រីហ្នឹងត្រីធំមែនត្រីអីគេហៅទីត្រីថៃគេហៅប៉ាស្វាយខ្មែរយើងគេហៅត្រីប្រាចង់ផ្លេចនេះនៅខាងក្រោមមិនច្រើនហ្នឹងហើយវីដេអូក៏មានតែប៉ុណ្្នឹងឯង